អាចកំបាំងអំពីក្រដាសឫស្សីវីដេអូនេះគឺបានបង្ហាញអំពីវិធីសាស្ត្រដ៏ស្មុគស្មាញនិងពោពេញទៅដោយការងារដោយដៃរបស់ជនជាតិមួយនេះនៅក្នុងការកែច្នៃដើមឫស្សីឲ្យទៅជាក្រដាសដែលមានគុណភាពខ្ពស់បន្ទាប់ពីគេប្រមូលឫស្សីផ្នែកខាងក្រៅឫស្សីត្រូវបានគេសកយកចេញបន្ទះឫស្សីទាំងនោះគឺត្រូវបានធ្វើឲ្យរាបស្មើហើយនឹងត្រាំនៅក្នុងទឹកដើម្បីយកកាកសំណល់ចេញបន្ទះទាំងនេះគឺត្រូវបានគេត្រាំបន្ថែមទៀតនៅក្នុងទឹកកំបោរដំណោះស្រាយនេះគឺជួយសម្អាតនៅភាពមិនបរិសុទ្ធនិងជួយឲ្យសរសៃឫស្សីចាប់ផ្ដើមបំបែកយឺតបន្ទាប់មកឫស្សីក៏ត្រូវបានគេស្ងោរនៅក្នុងឆ្នាំងធំអស់រយៈពេលជាច្រើនថ្ងៃរហូតទាល់តែសរសៃទាំងនោះទន់ល្មើយទាំងស្រុងនៅពេលដែលឫស្សីចាប់ផ្ដើមទន់តាមតម្រូវការគេនឹងយកឫស្សីទៅកិនដោយប្រើម៉ាស៊ីនកិនថ្មបែបបុរាណរហូតដល់វាក្លាយទៅជាម្សៅឫស្សីទាំងនេះនឹងលាយជាមួយទឹកហើយកូរវាឲ្យសព្វដើម្បីបង្កើតជាល្បាយរាវជាងជំនាញក៏បានប្រើពុម្ពពិសេសដើម្បីចាប់និងដួសស្រទាប់ស្ដើងនៃល្បាយរាវនោះចេញដែលបង្កើតបានជាក្រដាសសើមដំបូងគេស្លឹកក្រដាសសើមទាំងនោះគឺត្រូវបានគេដាក់ជាន់គ្នាហើយសង្កត់ដោយម៉ាស៊ីនធ្ងន់ដើម្បីយកជាតិទឹកចេញបន្ទាប់មកគេក៏យកក្រដាសទាំងនោះទៅបិទនៅលើបន្ទះក្តារស្ងួតជាបន្តបន្ទាប់ក្រដាសឫស្សីដែលបានបញ្ចប់ក៏មានផ្ទៃរលោងនិងធន់ហើយស្រូបទឹកថ្នាំជក់បានល្អក្រដាសប្រភេទនេះគឺមានតម្លៃខ្ពស់សម្រាប់សិល្បៈគំនូរទឹកថ្នាំបែបប្រពៃណីនិងការសរសេរអក្សរផ្ចង់